បងប្អូនមកជួយជាមួយនឹងខ្ញុំម្ដងទៀតអីម៉ាក់ហ្វាថ្ងៃហ្នឹងគឺខ្ញុំនឹងមកផ្ទះបាយបង្រៀនអ្នកនរគ្នាពីវិធីធ្វើ steak បងប្អូនមកតម្លៃ steak នេះគឺមានតម្លៃ$1000ទៅសាច់ steak ខ្ញុំទិញមកទៅដល់ពីតែសារណានេះចង់ភៅថ្លៃឈ្នួលចង់ភៅ$990អញ្ចឹង steak នេះគឺមានតម្លៃ$1000មកតើឥឡូវមកផ្ទះបាយសិនមកអូខេស្វាគមន៍មកកាន់ផ្ទះបាយម៉ាក់ហ្វាមកបងប្អូនមកខ្ញុំជួយទេភ្លេចបាត់ហើយខ្ញុំជួយទេម៉ាក់ហ្វាមកអូយទៅញ៉ាំនឹងយើងមកធ្វើ steak យើងមានជាមួយនឹងសាច់គោបងប្អូនមកនេះសាច់អូស្ត្រាលីមិនសាច់គោធម្មតាណាបើរ៉ូសម៉ារីដាក់ហ្នឹងបាន steak វាឈ្ងុយហើយបន្តមកមានជួយអត់អីទៅប្រើកែបានអូយទៅមានដំណោះស្រាយរហូតកំភៃបន្តមកយើងមានជាមួយនឹង green pepper បងប្អូន green pepper អានេះម្រេចកិនcream នេះប្រេង olive បាទអំបិលមើលឲ្យហើយអ្នកអត់ចេះធ្វើម្ហូបជាពិសេសនារីអត់ចេះធ្វើម្ហូបអីមើលខ្ញុំបានមកយើងពីម៉ាក់ហ្វាយល់ទេនិយាយទៅអីក៏ចេះដែរកាប់មកជិតនេះស្អាតក៏ស្អាតចេះច្រើនល្បីក៏ល្បីអូយមកឥឡូវបងប្អូនយើងមកប្រឡាក់សាច់សិនមកប្រឡាក់សាច់2ដុំនេះទៅដល់វាទេតែសាច់វាមិនសំខាន់ប្រហែលទេសំខាន់នេះទឹកដៃនៅចុងភៅយើងវាយដើម្បីឲ្យសាច់យើងវាផុយមកលាងយើងមកលាងឲ្យស្អាតទុកអនាម័យជាធំមកសាច់ដែលយើងលាងវិញបន្ទាប់មកយើងយកវាដាក់ជ្រុញមកបាទដើម្បីយើងយកกระดาษយើងមកផ្ដិតពីលើព្រោះធម្មតាដល់ពេលដែលយើងប្រឡាក់សាច់យើងទុកឲ្យសាច់យើងវាស្រួលសិនបានយើងប្រឡាក់ទៅវាជាតិវាចូលយល់ទេផ្ដិតមកជាហៀងទៀតតានេះបងប្អូនអត់ជាប់កណ្ដាស់ទេហ៎ណាបានទៀតនេះចង់ត្រូវម៉ាក់ហ្វាខ្ញុំឈ្ងុយមកជួយមកជាហៀងទៀតម្រេចស្ទាត់ទី3ម៉ាសាវាបាទមើលចិត្តតែប៉ុណ្ណឹងជាតិវាចូលណាបងប្អូនមើលម្រេចមើល detail ទេណាឃើញម្រេចវាចូលក្នុងសាច់ហ្នឹងបងប្អូនមកជាហៀងទៀតចូលផ្នែកហេអូចូលជាតិអស់ហើយមើលទាំងសងខាងដែរម្ដងបងប្អូនឥឡូវយើងចូលមកខាងខ្ទឹមម្ដងយើងដំវាសិនបាទ2 4 6 8 10គ្រាប់បាទឈ្ងុយណាស់ yes តោះអនាម័យជាចម្បងដាក់ខ្ទឹមដាក់ខ្ទឹមយកទៅគេធ្លាប់ហៅខ្ញុំទៅប្រកួត Master Chef ដែរសារតែសមត្ថភាពខ្ញុំវាខ្ពស់វិញយល់ទេចឹងខ្ញុំសម្រាប់ថាអត់អីចង់ថ្ងៃក្រោយបើទៅសອບសិនអូហយបកគេយាយខ្ញុំជួយទេបងខ្ញុំជួយទេម៉ាក់ហ្វាអូខេឥឡូវដល់ពេលដាក់សាច់ម្ដង
ដល់ហើយយើងដាក់ជាមួយនឹង rosemary កូនមែនតើទឹកដៃម៉ាក់ហ្វាមើលហើយតំណងដល់ខហើយបងប្អូនតំណងដល់ខហើយតំណងដល់ខនេះជាតិទឹកចេញពី rosemary ហ្នឹងវាចូលទៅក្នុងសាច់យើងជួយឲ្យសាច់យើងវាឈ្ងុយយល់ដុសវាឡើងមកចាក់លើសាច់មកដើម្បីឲ្យវាចូលជាតិយល់ទៅបកកែកុំយ៉ាងនេះអើយម៉ាក់ហ្វាអើយអីក៏ចេះធ្វើម្ហូបអីក៏ចេះធ្វើនេះមើលឲ្យខ្ញុំបរៀនទៀត like share ម្នាក់មួយមកចាំកែទៀត like share ម្នាក់មួយមកខំចែកម្លែកចំណេះដឹងជាសាច់ទាំងមូលនេះប្រើបានមួយជីវិតណាចំណេះដឹងហ្នឹងអូហូយអូហូយអូហូយអូខេដល់សារឥឡូវ rosemary នេះវាអស់តួនាទីយើងដកវាចេញទៅមកបាច់ដាក់ឲ្យវាទៅចង្អេងចង្អាងញ៉ៃវាអស់ជាតិអីហ៎និយាយទៅខ្ញុំតានេះសៀតកើតព្រួយងាប់ហ្នឹង20អូខេចានហើយបងប្អូនមកចានហើយចាប់វាដាក់ចានសិនអូហូយមើលឲ្យហើយទេនេះមើលចិត្តនេះមើលចិត្ត presentation ឲ្យស្អាតតិចមកយើងញ៉ាំលើជ្រុញមកហូបឆ្ងាញ់យើងញ៉ាំទៅលើជ្រុញទេគេមិនដែលញ៉ាំដាក់ចានអីធុយសម័យនេះដាក់ចានញ៉ាំអីដាក់ចានទេបន្តមកនេះមកមើលអានេះសើជាតិចេញពីសាច់ហ្នឹងបងប្អូនយើងទុកអូខេស្ដាប់ខ្ញុំឲ្យច្បាស់យើងទុកហ្នឹងដើម្បីយកធ្វើអីទុកធ្វើទឹកជ្រលក់បាទព្រោះអានេះសើជាតិអារបស់ហ្នឹងជាតិហ្នឹងបងប្អូនចាក់ចូលចានទុកម្ដុំទៅបាទនេះអានេះជាតិសាច់ដែលខ្ញុំនិយាយមុនហ្នឹងបងប្អូនយើងចាក់វាចូលអូខេចាក់ប៉ុណ្្នឹងមកបានហើយក៏មកដាក់ខ្ទឹមចូលបាទដាក់ cream ចូលម្ដងซอสเกพองมือพอแม่มาเมื่อชัดติ้งนะเนี่ยมาเมื่อชัดติ้งนะเสิร์ฟมาเบิ้ลมาเร็กเตี้ยตึกหลวงซอสยังจะไหนเมื่อใช่ป่ะមើលឲ្យហើយ steak តម្លៃ$1000 មកមើលចិត្តនេះមើលចិត្តមកញ៉ាំឯងបងប្អូន My God សាច់ឡើងភុយនេះអូហូឡើងភុយនេះចឹងខ្ញុំម៉ាក់ហ្វាក៏មានតែប៉ុណ្្នឹងឯងបងប្អូនចង់ជួបខ្ញុំនៅវីដេអូក្រោយនេះសូមកុំភ្លេច share like និង subscribe ម្នាក់មួយបាទហើយកុំភ្លេចតម្លាក់ comment ដាក់ថាខ្ញុំស្រឡាញ់ម៉ាក់ហ្វាម្នាក់មួយបាទស្អាតក៏ស្អាតម្ហូបក៏ចេះធ្វើល្បីក៏ល្បីនេះប៉ុណ្្នឹងឯងបងប្អូនយើងនឹងជួបគ្នានៅលើវីដេអូថ្ងៃក្រោយណាបាទ